សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូអំពីការកំណត់ storage នៅលើ Windows Server អញ្ចឹងចំណុចទី1ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការ install file server resource manager ចំណុចទី2គឺការកំណត់ size នៅលើ folder directory ឯចំណុចទី3គឺការកំណត់ size នៅលើ user folder ចំណែកឯចំណុចទី4វិញគឺការដក commission ដូចជា image video sound ឬ file exe នៅលើ folder អញ្ចឹងយើងចូលមកកាន់ Windows Server របស់យើងមុននឹងយើងធ្វើការ add row and fixture យើងត្រូវបង្កើត folder ជាមុនសិនកន្លែង user data អ្នកទាំងអស់គ្នាអាចបង្កើតជា folder តូចៗបន្ថែមទៀតក៏បានដែរតបមកយើងចុច add row and fixture តមកទៀតយើងចុចប៊ូតុង next ហើយ next បន្តទៀតមកហើយយើងចុច next បន្តទៀតបន្ទាប់មកយើងថិចលើពាក្យថា file service resource manager ហើយយើងចុចពាក្យថា add picture ហើយចុចប៊ូតុងលើកបន្តទៀតមកបន្ទាប់មកយើងចុចពាក្យថា install កន្លែងនេះវាអាចនឹង install យ៉ាងយូរបន្តិចអញ្ចឹងយើងរងចាំបន្តិចសិនទៅបន្ទាប់ពីយើង install ហើយយើងចុច close វាមកបន្ទាប់មកយើងចូលទៅកាន់ tool ហើយយើងរើសយក file server resource manager បន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញពាក្យថា quota management កន្លែងនេះអ្នកទាំងអស់គ្នា tick លើ quota template ហើយអ្នកទាំងអស់គ្នានឹងឃើញ template ដែលគេបង្កើតរួចហើយស្រាប់អញ្ចឹងយើងបង្កើត quota ថ្មីកន្លែងនេះយើងប្រោតទៅកាន់ folder ដែលយើងចង់កំណត់វាខ្ញុំកំណត់លើ share data ហើយយើង click ទៅលើពាក្យថា create quota on path ហើយកន្លែងនេះអ្នកទាំងអស់គ្នាអាចកំណត់វាបានអញ្ចឹងខ្ញុំយក100 MB ហើយចុចប៊ូតុង create មកអញ្ចឹងយើងបានបង្កើតរួចហើយអញ្ចឹងខ្ញុំបង្កើត quota មួយទៀតសម្រាប់ user អញ្ចឹងយើងចូលទៅកាន់ browse ហើយយើង add folder ដែលយើងចង់ add នឹងចូលមកហើយយើង click លើពាក្យថា auto apply template ហើយយើងចុច create មកអញ្ចឹងយើងបង្កើតបានជោគជ័យហើយចំណុចចុងក្រោយគឺការកំណត់ commission ទៅលើ folder អញ្ចឹងយើងចូលមកកន្លែង file screening management ហើយយើងចុចលើ file group យើង click លើវាមកហើយយើងចុចពាក្យថា create file group កន្លែងនេះអ្នកទាំងអស់គ្នាអាចដាក់ឈ្មោះវាបានកន្លែងនេះយើងមាន file to include និង file to include អញ្ចឹងកន្លែង file to include គឺយើងចង់បិទកុំឲ្យ user អាច copy file នឹងបានហើយកន្លែង file to exclude នេះគឺមានន័យថាយើងអាចកំណត់ file ណាដែលអាចឲ្យ user copy បានចឹងកន្លែងនេះគឺយើង add file ដែលយើងមិនចង់ឲ្យ user នឹងអាច copy បាន
តពីយើង add រួចហើយយើងចុចពាក្យថា OK បន្ទាប់មកអ្នកទាំងអស់គ្នាចូលមកពាក្យថា file screen អញ្ចឹងកន្លែងនេះយើងប្រើទៅកាន់ folder មួយណាដែលយើងចង់បិទអញ្ចឹងខ្ញុំបិទទៅលើ share data ហើយយើងថិចទៅលើពាក្យថា define custom file screen property អញ្ចឹងយើងចុចលើពាក្យថា custom property អញ្ចឹងយើងរកឈ្មោះដែលយើងបានដាក់វាមុនហ្នឹងអញ្ចឹងយើងថិចលើវាមកហើយចុចពាក្យថា OK ហើយយើងចុច create វាមកអញ្ចឹងកន្លែងនេះយើងដាក់ឈ្មោះ template របស់យើងមកចឹងកន្លែងនេះយើងបានបង្កើត template យើងរួចរាល់គឺ block media អញ្ចឹងវីដេអូរបស់ខ្ញុំបានដល់ទីបញ្ចប់ហើយសូមអរគុណ